នេះគឺជាការ free ticket របស់ event Leslie Legend ជាមួយនឹង Granger គ្នាយើងមួយចំនួនគាត់ប្រកាសជាបានដឹងហើយថា event មួយនេះគឺអត់មាននៅ server ខ្មែរយើងទេគឺមានតែ server ជប៉ុនតែប៉ុណ្ណោះហើយខ្ញុំសូមបញ្ជាក់សម្រាប់ event មួយនេះផងដែរគឺដូចគ្នាបេះបត់ជាមួយនឹង event Star World សម្រាប់ event មួយនេះផងដែរធ្វើការ free ticket សារទី1នៅថ្ងៃទី31ខែ5យើងកន្លងផុតទៅនេះនិងសារទី2នឹងធ្វើការ free ticket នៅថ្ងៃទី7ខែ6យើងខាងមុខនេះសម្រាប់ event មួយនេះផងដែរក្នុងការ free ticket ម្ដងគឺចំនួន15 ticket អ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាបូកចូលគ្នា2ដងហ្នឹងគឺ30 ticket បាត់ទៅហើយសម្រាប់របៀបដាក់ VPN ទៅលើ server ជប៉ុនខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅចុងវីដេអូប៉ុន្តែខ្ញុំសូមប្រាប់បញ្ជាក់អ្នកទាំងអស់គ្នាសម្រាប់ event មួយនេះគឺជា event មួយដែលអាចនិយាយបានថាគឺជា event មួយដែលចំណេញខ្លាំងជាងគេនៅក្នុង event ទាំងអស់នៅក្នុង Game Mobile Legends គឺខ្ញុំអាចនិយាយបានតែម្ដង event មួយនេះផងដែរក្នុងការបង្វិល10ដងអត់ធានាបានជាមួយនឹង skin epic ទេគឺធានាបានតែត្រឹម skin special ទេអ្នកទាំងអស់គ្នាប៉ុន្តែក្នុងការបង្វិលម្ដងឬក្នុងការបង្វិលគុណ10ដងនឹងធ្វើការបូកពីលើអ្នកទាំងអស់គ្នាជាមួយនឹង token ដើម្បីដូរជាមួយនឹង skin គ្រប់ត្រតែម្ដងអញ្ចឹងគឺស្ទើរតែគុណ2បាត់ទៅហើយអ្នកទាំងអស់គ្នាអញ្ចឹងដែលធ្វើឲ្យអ្នកទាំងអស់គ្នាងាយស្រួលរកជាមួយនឹង token ដើម្បីដូរជាមួយនឹង skin ដែលអ្នកទាំងអស់គ្នាចង់បានគឺបានលឿនខ្លាំងមែនទែនដោយចំណាយអស់តិចរបៀបដាក់ VPN ទៅលើ server ជប៉ុនអ្នកទាំងអស់គ្នាអាចធ្វើតាមរបៀបខ្ញុំនេះបានជាដំបូងអ្នកទាំងអស់គ្នាធ្វើការចូលទៅក្នុង App Store ឬក៏ Play Store ហើយគ្នាយើងធ្វើការ search ថា VPN LED អ្នកទាំងអស់គ្នាអាចធ្វើការ download បានទាំង Android និង iOS ខ្ញុំអត់ធានាឲ្យអ្នកទាំងអស់គ្នា 100% ថាសុវត្ថិភាពទេប៉ុន្តែខ្ញុំអាចនិយាយបានថា account ធំខ្ញុំដែលខ្ញុំលេងបច្ចុប្បន្នហ្នឹងគឺខ្ញុំធ្លាប់ធ្វើពីរបៀបហ្នឹងច្រើនដងដែរហើយប៉ុន្តែមកទល់បច្ចុប្បន្នគឺអត់ដែលមានបញ្ហាអីទេបន្ទាប់ពីយើងដំឡើងហើយគ្នាយើងចូលមកគឺវាចេញមកគឺតម្រង់បែបនេះអ្នកទាំងអស់គ្នាអត់មានញញ៉ៃច្រើនទេចូលមកគឺបែបហ្នឹងតែម្ដងហើយគ្នាយើងអូសរជាមួយនឹងប្រទេសជប៉ុនបន្ទាប់មកគ្នាយើងធ្វើការចុចទៅវាមានជាមួយនឹងការ free មែនប៉ុន្តែវាឲ្យយើងមើលជាមួយនឹងពាណិជ្ជកម្មបន្ទាប់ពីលុបពាណិជ្ជកម្មហើយគ្នាយើងចុចថិចខ្វែងចេញទៅហើយបន្ទាប់មកគ្នាយើងធ្វើការចូលមកដល់ចំណុចនេះគ្នាយើងរើជាមួយនឹង Tokyo ខាងលើហ្នឹងមកអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺលុបពាណិជ្ជកម្មបែបនេះមកទៀតអ្នកទាំងអស់គ្នាធ្វើការចុចថិចជាមួយនឹងពាណិជ្ជកម្មនឹងចេញដូចគ្នាហើយបន្ទាប់មកគ្នាយើងចុចធ្វើបែបនេះគ្នាយើងចុចបន្តលើបន្តបកខៀនទៅវានឹងលោតបែបនេះហើយអ្នកទាំងអស់គ្នាគ្នាយើងអាចមើលតាមវីដេអូជាមួយនឹងខ្ញុំនេះបានអ្នកទាំងអស់គ្នាយ៉ាហើយគ្នាយើងចុចធ្វើការប៉ុណ្ណឹងមកគឺវាដើរហើយអ្នកទាំងអស់គ្នាគឺវាដើរបានហើយបន្ទាប់មកគ្នាយើងចុចចូលមកក្នុង game មកអ្នកទាំងអស់គ្នាបន្ទាប់ពីគ្នាយើងធ្វើបានជោគជ័យប៉ុណ្ណឹងហើយគ្នាយើងចូលមកក្នុង game មកគឺមានជាមួយនឹង event ហ្នឹងតែម្ដងអ្នកទាំងអស់គ្នាបន្ទាប់មកគ្នាយើងធ្វើការចេញមកវិញដើម្បីដាក់ diamond ជាមួយនឹងខាង website Garena Top Up របស់ខ្ញុំដើម្បីយកជាមួយនឹង ticket ហ្នឹងហើយអ្នកទាំងអស់គ្នាគ្នាយើងអាចធ្វើការដាក់ diamond បានជាមួយនឹង275 diamond ក៏បានឬក៏ដាក់343 diamond នេះក៏បានដែរគឺជាកញ្ចប់ promotion អ្នកទាំងអស់គ្នាអាចធ្វើការដាក់បានបន្ទាប់ពីគ្នាយើងដាក់បានហើយគ្នាយើងអាចធ្វើការទៅ claim ទៅបើកអីបានជាធម្មតាហើយគ្នាយើងចង់ដាក់យកភ្លាមក៏បានឬក៏ចាំគ្នាយើងចាំទុកសរុបជាមួយនឹងការ free ticket សារទី2នៅថ្ងៃទី7ក៏បានដែរអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំរៀប comment អ្នកទាំងអស់គ្នានៅពេលដែលគ្នាយើងបើកហើយមិនបើកឲ្យមិនបាច់ចូលទៅបើកម្ដងទេនៅពេលដែលគ្នាយើងបើកការ free ticket សារទី1ហើយបើគ្នាយើងចាំ free ticket សារទី2គ្នាយើងចុចចេញមកវិញហើយគ្នាយើងលុបជាមួយនឹង VPN នឹងចោលទៅអ្នកទាំងអស់គ្នាចាំដល់ថ្ងៃគេ free ticket សារទី2ចាំគ្នាយើង down កម្មវិធីនឹងមកធ្វើជាលើកទី2សារដើមម្ដងទៀតប៉ុណ្ណឹងមកគឺជោគជ័យហើយសុវត្ថិភាព 100% តែម្ដងអរគុណសម្រាប់គ្នាយើងដែលគាត់ត្រូវការ diamond ក៏ពេញណា website Garena Top Up ឬក៏ឆាតចូល page ហើយបើសិនជាគ្នាយើងអត់យល់ទេគ្នាយើងកាន់តែចង់ឲ្យយល់ច្បាស់ឬក៏គ្នាយើងអាចធ្វើការឆាតចូល page ខាងក្រុមការងារប្រាប់ពីបញ្យល់បន្ថែមអញ្ចឹងណាអរគុណច្រើនអ៊ុយវ៉ាល់ចុងវីដេអូបដ ாய்